ចាអ្នកគ្រូឃើញថាមួយរយៈពេលនេះយើងទទួលបាននៅអតិថិជនដែលគាត់មានអាចរុយនៅសតវទី3ហ្នឹងគឺច្រើនមែនតើចាស់បងប្អូនអរគ្នាដោយសារតែសបកស្បែកបាយហើយក្នុងការដែលញិចមុនហ្នឹងគឺខ្វះបច្ចេកទេសអញ្ចឹងការដែលញិចមុនទទួលបានការថែទាំមិនបានគ្រប់គ្រាន់ទៅដល់បានល្អអាចបន្សល់នៅស្លាកស្នាមដូចអាចរុយដែលដិតជ្រៅនៅសតវទី3យ៉ាងជ្រៅអញ្ចឹងហើយអ្នកគ្រូវិញគឺមានបទពិសោធន៍ច្រើនខ្លាំងមែនតើហ្មងអតិថិជនមួយថ្ងៃគឺបាញ់អាចរុយសតវទី3ហ្នឹងគឺច្រើនហើយដូចអូនដែលគាត់បានអញ្ជើញមកដោយសារតែបានឃើញនៅរូបភាពក៏ដូចជាការ feedback ពីអតិថិជនមួយចំនួនធំទទួលបានការព្យាបាលបាញ់ស្នាមដៅក៏ដូចជាស្នាមសាក់ហើយនឹងអាចរយស្ទប់ទី3នេះទទួលបានជោគជ័យច្រើនមែនតើមែនទេអូនចាអ្នកគ្រូអញ្ចឹងមែនចាចឹងណាដែរអូនបាញ់ហើយមិញឈឺខ្លាំងអត់អូនអត់ឈឺមកអ្នកគ្រូចាប៉ាត់មែនហើយអ្នកគ្រូមកចាក់ហ្នឹងគឺទទួលបានជាមួយនឹងអាចរុយគូច្រើនខ្លាំងមែនតើមិនថាតែនៅក្នុងសតបបែបណាទេប៉ុន្តែនៅក្នុងសតបទី3ដោយអូនគឺយើងទទួលបានជោគជ័យច្រើនហើយមួយវិញទៀតពាក់ព័ន្ធទៅនឹងអាចរុយមានបងប្អូនជាច្រើនដែលគាត់យល់ច្រឡំថាទៅផ្សារទិញថ្នាំបតក់ហ្នឹងដូចជាកាត់បញ្ជ្រុយចាហើយខូងចាហើយក៏ទទួលសេវាកម្មផ្សេងជាច្រើនដែរទៅកាត់ laser ចុកខូងដាច់ចាដើម្បីបំបត្តិពណ៌គាត់គិតថាកាត់ទៅដល់ដាច់ពណ៌ខ្មៅនឹងចេញហើយប៉ុន្តែជាក់ស្ដែងគឺកំហុសធំខ្លាំងមែនតើចាខុសធំមែនតើដោយសារតែសតបស្បែករបស់យើងពណ៌ហ្នឹងគឺយើងអាចដកពណ៌បានយ៉ាងស្អាតដុកទ័រមុខគឺប្រើ laser ទំនើប original មកពីសហរដ្ឋអាមេរិកដែលអាចដកពណ៌ហ្នឹងហើយมันមានស្លាកស្នាមខូងសាច់ស្បែកនិងដាច់រលាត់ចេញផ្លែអីទេប៉ុន្តែបងប្អូនមួយចំនួនដែលគាត់មិនបានស្គាល់ពីដុកទ័រមុខហើយគាត់ទៅសាកល្បងក្នុងការទៅបតក់ថ្នាំបតក់អាស៊ីតខ្ញុំមិនដឹងថាខ្ញុំនិយាយទៅខុសទេបតក់អាស៊ីតហ្នឹងព្រោះជាក់ស្ដែងមកបងប្អូនទាំងអស់គ្នាយើងសម័យមើលថាទឹកថ្នាំហ្នឹងមិនតក់អីដេកដាក់លើស្បែកទៅខូងក្រោយពីខូងមកចេញផ្លែហើយស្នាមហ្នឹងកាន់តែដិតកាន់តែជ្រៅហើយរាលបែកកាន់តែធំទៀតអញ្ចឹងជាសំណូមពរពីអ្នកគ្រូពេទ្យទាំងខ្ញុំទាំងអ្នកគ្រូនៅក្នុងដុកទ័រប៊ូទាំងអស់គ្នានៅពេលដែលទទួលបានឃើញអតិថិជនឈឺចាប់ហើយសោះស្រាក់ស្នាមបែបហ្នឹងគឺសំណូមពរកុំឲ្យទៅធ្វើរឿងដែលខូចខាតបែបហ្នឹងខាតទាំងថវិកាខាតទាំងពេលវេលាហើយខូចទាំងស្បែកតាមទៀតផងអញ្ចឹងអ្នកគ្រូពេទ្យសំណូមពរដដែលថាប្រសិនបើក្នុងករណីមានបញ្ហាអាចរយសតបទី3អ្នកដែលសបកស្បែកបាយបែបហ្នឹងអញ្ជើញមកពិនិត្យឬក៏ទៅរកគ្រូពេទ្យជំនាញណាមួយកន្លែងណាមួយដែលមានជំនាញច្បាស់លាស់ដើម្បីពិនិត្យនិងពិភាក្សាព្យាបាលឲ្យបានត្រឹមត្រូវដើម្បីកុំឲ្យខាតប្រយោជន៍បងប្អូនទាំងអស់គ្នា